ជំរាបសួរបងប្អូនអ៊ំពុំមីងលោកតាលោកយាយទាំងអស់គ្នាជាទីគោរពនិងជាទីរាប់អាននាពេលចុងសប្តាហ៍កន្លងទៅនេះខ្ញុំបានឆ្លៀតពេលវេលាជិះកង់នៅខាងក្រៅដើម្បីហាត់ប្រាណហើយកំឡុងពេលនៃការជិះកង់នោះក៏នឹកឃើញទៅដល់បងប្អូនយុវជនរបស់យើងដែលកំពុងតែរស់នៅប្រទេសកម្ពុជាជាដែនដីនៃមាតុភូមិរបស់ពួកយើងអ្វីដែលខ្ញុំគិតនោះគឺគិតថាប្រសិនបើខ្ញុំជាបងប្អូនយុវជននាពេលបច្ចុប្បន្ននេះវិញតើខ្ញុំគួរប្រព្រឹត្តរៀបចំនិងត្រៀមខ្លួនបែបណាសម្រាប់អនាគតរបស់ខ្ញុំគ្រួសារសហគមន៍ក៏ដូចជាប្រទេសជាតិរបស់ខ្ញុំបងប្អូនទាំងអស់គ្នាជាទីរាប់អានសម័យកាលរបស់បងប្អូនមានភាពប្លែកគ្នាខ្លះពីសម័យកាលរបស់បងកាលពីបងនៅវ័យប្រហាក់ប្រហែលនឹងបងខុសគ្នានៅត្រង់ថាសម័យកាលរបស់បងប្អូនមានការប្រកួតប្រជែងខ្លាំងជាងសម័យកាលរបស់បងទៅទៀតដូច្នេះបងនឹងជូនយោបល់បងប្អូនទាំងអស់គ្នាសម្រាប់ការពិចារណាដូចខាងក្រោមទី1ក្រៅតែពីចំណេះដឹងទូទៅបងប្អូនទាំងអស់គ្នាក៏ត្រូវមានជំនាញពិតប្រាកដមួយផងដែរប្រកាសណាស់ថាចំណេះដឹងទូទៅនឹងជួយឲ្យបងប្អូនមានការត្រិះរិះពិចារណាបានល្អប្រសើរជាងមុនដែលជារឿងមិនអាចខ្វះបាននៅពេលដែលបងប្អូនចូលប្រឡូកជាក់ស្ដែងនៅក្នុងសង្គមយ៉ាងណាមិញជំនាញពិតប្រាកដមួយនឹងជួយឲ្យបងប្អូនទាំងអស់គ្នាស្វែងរកប្រាក់ចំណូលបានសមរម្យដើម្បីផ្គត់ផ្គង់ខ្លួនឯងក៏ដូចជាក្រុមគ្រួសារម្យ៉ាងវិញទៀតបងប្អូនទាំងអស់គ្នាត្រូវរៀនភាសានិងតាមឲ្យទាន់បច្ចេកវិទ្យានាពេលបច្ចុប្បន្ននេះព្រោះថាចំណេះដឹងនិងជំនាញទាំងនេះនឹងជួយបើកឱកាសឲ្យកាន់តែទូលំទូលាយថែមទៀតសម្រាប់បងប្អូននាពេលអនាគតឆ្លៀតក្នុងឱកាសនេះបងក៏សូមលើកទឹកចិត្តបងប្អូនទាំងអស់គ្នាផងដែរថាសូមកុំខ្លាចនៅពេលដែលបងប្អូនមានសុបិនធំតែត្រូវចាប់ផ្ដើមពីតូចផ្លូវធ្វើដំណើរទៅរកគោលដៅនៃជីវិតវែងឆ្ងាយណាស់ដូច្នេះត្រូវពឹងលើវិន័យផ្ទាល់ខ្លួនទើបអាចដើរដល់គោលដៅម្យ៉ាងវិញទៀតលោកគ្រូរបស់បងធ្លាប់ណែនាំបងថាផ្លូវទៅកាន់ជ័យជំនះគ្មានដានជើងជន់ខ្ជិលច្រអូសឡើយទី2បងប្អូនទាំងអស់គ្នាត្រូវរៀបចំអិរិយាបថចរិតឬអាកប្បកិរិយាឲ្យបានសមរម្យទៅតាមកាលវេលាតាំងពីសម័យបុរាណកាលមករហូតមកដល់ពេលបច្ចុប្បន្ននេះហើយនឹងបន្តទៅអនាគតទៅទៀតនោះមនុស្សនៅគ្រប់ទីកន្លែងនិងគ្រប់សម័យកាលតែងតែឲ្យតម្លៃទៅដល់មនុស្សដែលមានសិលធម៌និងសុជីវធម៌ល្អនៅក្នុងការរស់នៅបងប្អូនអាចសម្លឹងមើលនៅពេលបច្ចុប្បន្ននេះមានអ្នកខ្លះមានមាសប្រាក់ទ្រព្យសម្បត្តិនិងឋានៈខ្ពង់ខ្ពស់ខ្លាំងណាស់ក៏ប៉ុន្តែដោយសារតែអិរិយាបថសិលធម៌និងសុជីវធម៌នៅក្នុងការរស់នៅមិនសូវសមប្រកបអ្នកទាំងនោះតែងតែទទួលបានការមាក់ងាយឬមិនឲ្យតម្លៃពីសង្គមទៅវិញផ្ទុយទៅវិញមនុស្សសាមញ្ញធម្មតាម្នាក់នៅពេលដែលមានគុណធម៌សិលធម៌និងសុជីវធម៌នៅក្នុងការរស់នៅបែរជាទទួលបានការឲ្យតម្លៃពីសង្គមខ្លាំងជាងទៅវិញនេះសពបញ្ជាក់ឲ្យយើងឃើញថាជោគជ័យដែលគ្មានគុណតម្លៃនឹងក្លាយទៅជារឿងដែលគ្មានន័យនៅក្នុងសង្គមទី3ក្រៅតែពីខិតខំប្រឹងប្រែងកសាងអនាគតខ្លួនសូមគិតដល់គ្រួសារសហគមន៍និងប្រទេសជាតិរបស់យើងផងដែរឆ្លៀតពេលទំនេរពីការងារក៏ដូចជាការសិក្សាបងប្អូនទាំងអស់គ្នាគួរតែចំណាយពេលវេលាស្ម័គ្រចិត្តធ្វើជាប្រយោជន៍ដល់គ្រួសារសហគមន៍និងប្រទេសជាតិរបស់យើងបើទោះបីជាយើងមិនអាចធ្វើកិច្ចការងារធំដុំបានក៏យើងអាចចាប់ផ្ដើមពីកិច្ចការងារតូចៗឡើងទៅឧទាហរណ៍ដូចជាការណែនាំមិត្តភ័ក្តិឲ្យដើរផ្លូវត្រូវចូលរួមសម្អាតសហគមន៍ឬក៏ស្ម័គ្រចិត្តបង្រៀនក្មេងៗនៅក្នុងភូមិជាដើមទាំងនេះសុទ្ធតែជាការងារសមល្មមដែលយើងអាចធ្វើបានហើយមានគុណតម្លៃនិងអត្ថប្រយោជន៍សម្រាប់សហគមន៍របស់ពួកយើងមិនតែប៉ុណ្ណោះវានឹងក្លាយទៅជាបទពិសោធន៍ជីវិតនិងការចងចាំដ៏ល្អនៅពេលដែលវ័យរបស់បងប្អូនកាន់តែចម្រើនឡើងម្យ៉ាងទៀតនោះនៅពេលដែលយើងបានឃើញឬជួបរឿងអយុត្តិធម៌សង្គមយើងត្រូវតែមានសេចក្តីក្លាហាននិយាយអំពីរឿងទាំងនោះមិនមែននៅក្នុងន័យស្អប់ខ្ពើមឬបន្ថែមបញ្ហានៅក្នុងសង្គមឡើយប៉ុន្តែដើម្បីការពារភាពត្រឹមត្រូវស្វែងរកដំណោះស្រាយនិងកសាងសង្គមជាទីមនោរម្យមួយសម្រាប់ការរស់នៅរបស់ពួកយើងទាំងអស់គ្នាក៏ដូចជាកូនចៅជំនាន់ក្រោយរបស់ពួកយើងទី4ត្រូវចាត់ចែងចំណូលនិងចំណាយរបស់យើងឲ្យបានល្អបើមិនដូច្នេះទេទោះបីជាប្អូនអាចរកប្រាក់បានប៉ុណ្ណាក៏ប្អូនទាំងអស់គ្នានឹងមិនសល់អ្វីឡើយនាពេលអនាគតបងផ្ដល់យោបល់ដល់បងប្អូនទាំងអស់គ្នាថាប្រាក់ចំណូល 100% របស់យើងគួរបែងចែកដូចខាងក្រោមទី1 70% ត្រូវចំណាយលើខ្លួនឯងនិងគ្រួសារសម្រាប់ការរស់នៅប្រចាំថ្ងៃ
10% ត្រូវសន្សំទុកសម្រាប់តម្រូវការបន្ទាន់ឧទាហរណ៍ដូចជាការឈឺស្កាត់ជាដើម 10% ផ្សេងទៀតទុកសម្រាប់ការវិនិយោគដើម្បីបង្កើនចំណូលបន្ថែមឬវិនិយោគលើការសិក្សាផ្ទាល់ខ្លួនដើម្បីពង្រឹងជំនាញដែលខ្លួនមានស្រាប់ឬសិក្សារៀនសូត្រជំនាញបន្ថែមទៀតដើម្បីបង្កើនប្រាក់ចំណូលហើយចំណែក 10% ចុងក្រោយទុកសម្រាប់បរិច្ចាគចូលរួមកម្មវិធីនានាឬចូលរួមជួយអភិវឌ្ឍសហគមន៍ដែលពួកយើងកំពុងរស់នៅយ៉ាងណាមិញទាំងនេះគ្រាន់តែជាការផ្ដល់យោបល់ជូនបងប្អូនទាំងអស់គ្នាប៉ុណ្ណោះបងប្អូនទាំងអស់គ្នាក៏អាចធ្វើការកែសម្រួលទៅតាមស្ថានភាពនៃប្រាក់ចំណូលនិងតម្រូវការជាក់ស្ដែងរបស់បងប្អូនផងដែរចំណុចទី5ហើយក៏ជាចំណុចចុងក្រោយដែរនោះគឺតាក់ទងនឹងសុខភាពបើទោះបីជានៅពេលនេះបងប្អូនទាំងអស់គ្នានៅក្មេងសុខភាពល្អក៏មិនត្រូវមានសេចក្តីប្រមាទដែរត្រូវហាត់ប្រាណឲ្យបានខ្ជាប់ខ្ជួនជៀសវាងឲ្យឆ្ងាយពីគ្រឿងទាំងឡាយណាដែលនាំឲ្យខូចដល់សុខភាពឧទាហរណ៍ដូចជាគ្រឿងញៀនគ្រឿងស្រវឹងឬក៏បារីជាដើមហើយក៏សូមចងចាំថាមិនគួរប្រើប្រាស់ជាតិស្ករខ្លាញ់ឬក៏ជាតិប្រៃច្រើនជ្រុលពេកនោះទេគ្រឿងទាំងនេះបើទទួលទានច្រើនក៏នាំឲ្យប៉ះពាល់ដល់សុខភាពផងដែរសុខភាពគឺជាទ្រព្យសម្បត្តិទី1របស់យើងនៅពេលដែលយើងមានសុខភាពល្អទើបយើងមានលទ្ធភាពនៅក្នុងការគិតនិងខិតខំប្រឹងប្រែងដើម្បីសម្រេចក្តីសម័យផ្សេងៗទៀតនៅក្នុងជីវិតរបស់យើងបងប្អូនទាំងអស់គ្នាជាទីរាប់អានយើងទាំងអស់គ្នាគឺជាក្តីសង្ឃឹមរបស់មាតុភូមិយើងហើយបងប្អូនទាំងអស់គ្នាគឺជាអនាគតរបស់កម្ពុជា